សួស្តីប្រិយមិត្តអ្នកស្ដាប់ podcast នៃ Channel Legal Advisor ជាទីរាប់អាននៅក្នុង podcast របស់យើងនៅ episode នេះយើងនឹងផ្ដើមជជែកគ្នាបន្តអំពីសិទ្ធិនិងករណីកិច្ចរបស់ពលរដ្ឋខ្មែរថាតើពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិនិងករណីកិច្ចចម្បងអ្វីខ្លះយើងនឹងធ្វើការជជែកពិភាក្សាគ្នានៅក្នុង episode នេះតែម្ដង podcast របស់យើងនឹងធ្វើការជជែកពិភាក្សាគ្នាដោយផ្អែកទាំងស្រុងទៅលើរដ្ឋធម្មនុញ្ញឆ្នាំ1993នៅក្នុងជំពូក3នៅក្នុងជំពូក3នៃរដ្ឋធម្មនុញ្ញឆ្នាំ1993របស់យើងនឹងបាននិយាយអំពីសិទ្ធិនិងករណីកិច្ចរបស់ពលរដ្ឋកម្ពុជាយើងគ្រប់រូបដែលមានការបែងចែកនិងការទទួលស្គាល់នៅសិទ្ធិសំខាន់ជាពិសេសសិទ្ធិដែលឆ្លើយតបជាមួយនឹងរូបភាពនៃប្រទេសដែលប្រកាន់ភ្ជាប់នៅរបបប្រជាធិបតេយ្យបើសិនជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាធ្លាប់បានអានរដ្ឋធម្មនុញ្ញប្រហែលជាប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថានៅក្នុងជំពូក3នេះគឺមានរហូតដល់20មាត្រាហើយគ្រប់មាត្រាទាំងអស់សុទ្ធសឹងតែបាននិយាយអំពីការការពារពលរដ្ឋនិយាយអំពីសិទ្ធិទូនីតិភារកិច្ចសំខាន់របស់ពលរដ្ឋខ្មែររបស់យើងខ្ញុំចាំថានៅក្នុងកំឡុងពេល10ឆ្នាំដែលខ្ញុំធ្វើការងារជាមន្ត្រីអង្គការសង្គមស៊ីវិលខ្ញុំតែងតែជំរុញនិងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរគ្រប់រូបជាពិសេសយុវជនដែលខ្ញុំបានបណ្ដុះបណ្ដាលយុវជនដែលបានជួបគ្នាជាមួយខ្ញុំនឹងបាទប្រាប់ពួកគាត់ថាត្រូវតែឆ្លៀតឲ្យបាននៅក្នុងជីវិតរបស់ពួកគេនៅក្នុងការស្វែងយល់ទៅលើជំពូក3នៃរដ្ឋធម្មនុញ្ញបើកាលណាបានស្វែងយល់អំពីជំពូក3នៃរដ្ឋធម្មនុញ្ញហើយមានន័យថាពលរដ្ឋរបស់យើងនឹងបានដឹងអំពីសិទ្ធិរបស់ខ្លួនបើកាលណាយើងអត់បានស្វែងយល់អំពីសិទ្ធិនិងករណីកិច្ចចម្បងរបស់យើងទេយើងរស់នៅយើងអត់ដឹងដូចមិនរស់នៅប្រគ្រប់យើងអត់ដឹងថាយើងមានសិទ្ធិអីយើងដឹងជីវភាពប្រចាំថ្ងៃរបស់យើងញ៉ាំបាយរកស៊ីអីផ្សេងប៉ុន្តែបើសិនជាយើងឲ្យចង់ឲ្យដឹងច្បាស់ហ្មងគឺយើងតតែស្វែងយល់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងដូច្នេះកុំឲ្យខាតពេលយូរគឺយើងនឹងផ្ដើមធ្វើការជជែកគ្នាតាមលំដាប់លំដោយហើយខ្ញុំនឹងយោងទៅតាមមាត្រាសំខាន់មួយចំនួនដែលមាននៅក្នុងរដ្ឋធម្មនុញ្ញផងដែរដោយយើងផ្ដើមធ្វើការពិភាក្សាគ្នាទៅលើមាត្រា31នៃរដ្ឋធម្មនុញ្ញដែលមាត្រានេះគឺមានលក្ខណៈពិសេសមែនទែនបានបង្ហាញអំពីការទទួលស្គាល់របស់ប្រទេសកម្ពុជាក្នុងការគោរពសិទ្ធិមនុស្សដែលមានចែងនៅក្នុងធម្មនុញ្ញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលយើងបានស្គាល់ជាទូទៅថាសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនិងកតិកាសញ្ញាពាក់ព័ន្ធនឹងឯងហើយយើងបានដឹងហើយថានៅក្នុងកតិកាសញ្ញាពាក់ព័ន្ធគឺមានចំនួន2ទី1គឺកតិកាសញ្ញាស្តីអំពីសិទ្ធិពលរដ្ឋនិងនយោបាយហើយទី2គឺកតិកាសញ្ញាស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ហើយនៅក្នុងចម្ពោះដដែលនឹងក៏បានបញ្ជាក់ដែរថាគ្រប់អនុសញ្ញាទាំងអស់ពាក់ព័ន្ធជាមួយនឹងការគោរពសិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមារនឹងគឺត្រូវតែមានការទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញជាពិសេសនៅក្នុងត្រង់មាត្រា31នេះតែម្ដងមាត្រាដដែលបានថ្លែងបន្តថាប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាពនិងករណីកិច្ចដូចគ្នាទាំងអស់បានន័យថាគ្រប់គ្នាគឺមានសិទ្ធិនិងករណីកិច្ចដូចគ្នាដែលអត់មានការប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទសាសនាជំនឿនិងការនយោបាយដើមកំណើតឋានៈតួនាទីនៅក្នុងសង្គមឯងហើយការប្រើសិទ្ធិសេរីភាពផ្ទាល់របស់ពួកគេម្នាក់ៗហ្នឹងមិនត្រូវបានប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអ្នកដទៃអាហ្នឹងវាជាលក្ខខណ្ឌនៃគោលការណ៍ច្បាប់វាជាការកំណត់ធម្មតានៅក្នុងមាត្រា32ក៏បានធ្វើការចែងដែរតាក់ទងជាមួយនឹងជនគ្រប់រូបគឺបានបញ្ជាក់ថាពលរដ្ឋខ្មែររបស់ពួកយើងនឹងមានសិទ្ធិរស់រានមានជីវិតមានសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួនហើយជាពិសេសនៅក្នុងមាត្រាដដែលនេះបានកំណត់ថាទោសប្រហារជីវិតនឹងមិនត្រូវឲ្យមានឡើយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបងប្អូនកុំឆ្ងល់ថានៅក្នុងប្រទេសកម្ពុជារបស់យើងហេតុអីបានជាអត់មានទោសប្រហារជីវិតដោយសារតែរដ្ឋធម្មនុញ្ញមាត្រា32បានកំណត់ច្បាស់មែនទែនតាក់ទងជាមួយនឹងមិនឲ្យមានទោសប្រហារជីវិតនៅក្នុងប្រទេសកម្ពុជាអញ្ចឹងទោសធ្ងន់ធ្ងរបំផុតគឺការដាក់ពន្ធនាគារមួយជីវិតនឹងគឺជាទោសធ្ងន់បំផុតហើយបាទហើយលក្ខណៈពិសេសមែនទែនដែលបានចែងនៅក្នុងមាត្រា33ប្រជាពលរដ្ឋខ្មែរមិនត្រូវបានដកសញ្ជាតិនិរទេសឬបញ្ជូនទៅបរទេសទេគឺចំណុចនេះគឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញតែម្ដងបើទោះបីជាពួកគេមានកំហុសធ្ងន់ធ្ងរបែបណាក៏ដោយក៏មិនអាចដកសញ្ជាតិបានដែរហើយក៏មិនអាចនិរទេសចេញទៅក្រៅប្រទេសបានដែរចំណែកឯពលរដ្ឋដែលរស់នៅក្រៅប្រទេសដែលជាជនជាតិខ្មែរគឺត្រូវគាំពៀដោយរដ្ឋហើយការទទួលបានសញ្ជាតិខ្មែរគឺត្រូវកំណត់ដោយច្បាប់មួយដែលឡែកគឺច្បាប់ស្តីពីសញ្ជាតិ
នៅក្នុងមាត្រា34ថ្មីក៏បានបញ្ជាក់ដែរថាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិនៅក្នុងការបោះឆ្នោតហើយនឹងចូលឈ្មោះឲ្យគេបោះឆ្នោតអញ្ចឹងវាជាលក្ខណៈពិសេសបាទយើងអាចអាយុ18ឆ្នាំឡើងទៅយើងមានសិទ្ធិនៅក្នុងការបោះឆ្នោតដែលមានការបោះឆ្នោតសកលសំខាន់ពីរគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺជាការបោះឆ្នោតសកលហើយចាប់ពីអាយុ25ឆ្នាំឡើងទៅយើងអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យយើងបានបើសិនជាយើងមានគណៈបកនយោបាយខ្លួនឯងឬក៏យើងចូលរួមជាមួយគណៈបកនយោបាយណាមួយដើម្បីឲ្យគេគ្រប់គ្រងមកយើងក្នុងការចូលឈ្មោះបោះឆ្នោតនេះបាទនៅក្នុងនឹងដោយសារតែយើងមានការបោះឆ្នោតសភាជាន់ខ្ពស់មួយគឺការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាក្នុងករណីពិសេសសម្រាប់ការចូលឈ្មោះឲ្យគេបោះឆ្នោតសម្រាប់តួនាទីឬក៏ជាបេក្ខជនសម្រាប់សមាជិកព្រឹទ្ធសភាត្រូវតែមានអាយុ40ឆ្នាំឡើងទៅអញ្ចឹងខុសពីការបោះឆ្នោតផ្សេងដែលមានអាយុ25ឆ្នាំឡើងទៅអាចចូលជាបេក្ខជនបានហើយលើកឡើងតែសមាជិកព្រឹទ្ធសភាតែប៉ុណ្ណោះដែលត្រូវតែមានអាយុ40ឆ្នាំជាដាច់ខាតនៅក្នុងមាត្រា35បានចែងដែរអំពីភាពសកម្មនិងសិទ្ធិរបស់យើងនៅក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់ជាតិហើយសេចក្តីកង្វល់របស់ពលរដ្ឋនឹងក៏ត្រូវបានកំណត់ថាត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរបស់រដ្ឋអញ្ចឹងពលរដ្ឋរបស់យើងទាំងអស់គ្នាគឺត្រូវចូលរួមយ៉ាងសកម្មនៅក្នុងសង្គមហ្មងគ្រប់វិស័យបើយោងតាមមាត្រានេះហើយបញ្ហារបស់យើងនឹងអង្គការរដ្ឋត្រូវតែទទួលយកសម្រាប់ធ្វើការដោះស្រាយឲ្យពួកយើងផងដែរហើយបើយើងមើលទៅគឺត្រូវដោះស្រាយដោយហ្មត់ចត់ទៀតនៅក្នុងមាត្រា36បានកំណត់ថាពលរដ្ឋខ្មែរទាំងពីរភេទហ្នឹងគឺមានសិទ្ធិជ្រើសរើសមុខរបរស្របតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវការរបស់សង្គមអញ្ចឹងតាក់ទងជាមួយមុខរបរវិជ្ជាជីវៈយើងរើសទៅយើងធ្វើអីក៏បានហើយចំពោះប្រាក់បំណាច់គឺត្រូវស្មើគ្នាចំពោះការងារដូចគ្នាបាទចំណែកការងារមេផ្ទះមានតម្លៃស្មើនឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះដែរពលរដ្ឋគ្រប់រូបនឹងក៏មានសិទ្ធិក្នុងការទទួលបានការរ៉ាប់រងសង្គមនិងអត្ថប្រយោជន៍ផ្នែកសង្គមគិច្ចដែលមានចែងនៅក្នុងច្បាប់ហើយពួកយើងទាំងអស់គ្នានឹងមានសិទ្ធិផ្សេងទៀតដូចជាសិទ្ធិបង្កើតសហជីពនិងសិទ្ធិចូលរួមជាសមាជិកសហជីពចំពោះសិទ្ធិធ្វើកោតកម្មនិងការធ្វើបាតកម្មដោយសន្តិវិធីគឺមានចែងនៅក្នុងមាត្រា37មិនខុសអីទេតកតងជាមួយនឹងសិទ្ធិកោតកម្មសិទ្ធិបាតកម្មនិងសិទ្ធិសហជីពគឺបានចែងនៅក្នុងច្បាប់ពិសេសដោយឡែកអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាចង់ស្វែងយល់អំពីច្បាប់ទាំងពីរនេះអាចធ្វើការស្វែងយល់បន្ថែមបានហើយយើងសង្ឃឹមថាយើងមានឱកាសនៅក្នុងការធ្វើអេពីសូតពិសេសមួយបានន័យថាតកតងជាមួយនឹងច្បាប់ស្តីពីសហជីពមានច្បាប់មួយច្បាប់ស្តីពីការធ្វើកោតកម្មនិងបាតកម្មដោយសន្តិវិធីមានច្បាប់ដោយឡែកមួយទៀតដែលយើងអាចធ្វើការស្វែងរកបាននៅក្នុងមាត្រា38បានកំណត់ដែរថាច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានគឺកំណត់ថាច្បាប់នឹងរ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាម្នាក់ឡើយច្បាប់ការពារជីវិតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋការចាត់ប្រកាន់ការចាប់ខ្លួនឬក៏ការឃាត់ខ្លួនឬក៏ការឃុំខ្លួនជនណាម្នាក់នឹងអាចធ្វើទៅកើតលុះត្រាណាតែត្រឹមត្រូវទៅតាមច្បាប់អញ្ចឹងបើអត់ច្បាប់ទេអត់អាចមានសិទ្ធិទៅចាប់ខ្លួនអ្នកណាអីបានទេបាទចំពោះការបង្ខិតបង្ខំការធ្វើបាបលើរូបរាងកាយឬការប្រព្រឹត្តសកម្មភាពណាមួយដែលបន្ថែមនៅទណ្ឌកម្មចំពោះជនជាប់ឃុំឬជនជាប់ពន្ធនាគារត្រូវហាមមិនឲ្យធ្វើឡើយអ្នកដៃដល់អ្នករួមការប្រព្រឹត្តនិងអ្នកសំគំនិតត្រូវទទួលទោសតាមច្បាប់បាទចំពោះសកម្មភាពដែលទទួលស្គាល់ដោយបង្ខិតបង្ខំឬក៏ការសារភាពដោយបង្ខិតបង្ខំទៅលើរូបរាងកាយផ្លូវចិត្តនឹងមិនត្រូវបានចាត់ទុកជាភស្តុតាងនៃពិរុទ្ធភាពទេអញ្ចឹងកន្លែងនេះនីតិវិធីក៏គេបានកំណត់ដែរហើយនីតិវិធីព្រហ្មទណ្ឌគឺត្រូវធានាការពារបើសិនជារាល់សក្ខីកម្មដែលបានផ្ដល់ឡើងដោយជនណាម្នាក់ដែលកើតចេញពីការធ្វើទារុណកម្មការបង្ខិតបង្ខំការធ្វើទារុណកម្មផ្លូវចិត្តអីហ្នឹងគឺអត់ចាត់ទុកជាភស្តុតាងបានទេបាទនៅក្នុងមាត្រា38ដដែលយើងគួរតែចាប់អារម្មណ៍ហើយយើងបានជជែកគ្នានៅក្នុងអេពីសូតមួយចំនួននេះគឺវិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទចំពោះចំណុចនេះមានន័យថាបើសិនជាអត់មានភស្តុតាងដាក់បន្ទុករឹងមាំទេបានថាជនដែលត្រូវបានគេចោទនឹងទទួលបានផលប្រយោជន៍ពីការចាត់ប្រកាន់នោះ
ចំណុចមួយដែលប្រិយមិត្តអ្នកស្ដាប់ធ្វើការកត់ចំណាំដែរគឺជនជាប់ចោទណាក៏ដោយត្រូវចាត់ទុកថាឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរអញ្ចឹងមានន័យថាបើសិនជាតុលាការអត់ទាន់បានកាត់ទោសទេគឺអត់មាននរណាម្នាក់ថានរណាម្នាក់មានទោសទោះបីជាគាត់ជាជនសង្ស័យចុងចម្លើយជនដែលត្រូវបានគេប្តឹងអីក៏ដោយអញ្ចឹងមានតែតុលាការទេដែលអាចកំណត់ថាយើងមានទោសអញ្ចឹងអត់មាននរណាម្នាក់ក្រៅពីតុលាការមកប្រាប់ថាយើងមានទោសបានទេអ្វីដែលសំខាន់ទៀតនោះជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការយើងអាចប្រើប្រាស់យន្តការតុលាការនៅក្នុងការការពារខ្លួនបានអញ្ចឹងយើងគ្រប់គ្នាគឺមានសិទ្ធិប្រើប្រាស់តុលាការតែម្ដងបន្តទៅមាត្រា39បានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារប្តឹងតវ៉ាឬប្តឹងទាមទារជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋឬអង្គការសង្គមនិងរបស់បុគ្គលនៃអង្គការទាំងនេះការដោះស្រាយបណ្ដឹងតវ៉ានិងសំណងជួសជុលការខូចខាតជាកាតព្វកិច្ចរបស់តុលាការជាសមត្ថកិច្ចរបស់តុលាការនៅក្នុងត្រង់នេះបង្ហាញថាយើងមានសិទ្ធិប្តឹងបរិហារប្តឹងតវ៉ាប្តឹងទាស់ប្តឹងទារសំណងក្នុងករណីដែលអង្គការរដ្ឋធ្វើឲ្យខូចខាតឬក៏ប៉ះពាល់ទៅដល់ផលប្រយោជន៍របស់យើងមានសិទ្ធិតទៅមាត្រា40ដែលបាននិយាយអំពីសេរីភាពនៅក្នុងការដើរហើរនិងសេរីភាពផ្សេងទៀតនៅក្នុងមាត្រានេះបានកំណត់ថាយើងមានសេរីភាពនៅក្នុងការដើរហើរចិត្តឆ្ងាយបាទអត់មាននរណាម្នាក់មកបខំយើងមិនឲ្យទៅឆ្ងាយឬក៏បខំយើងមិនឲ្យទៅណាទេឬក៏រារាំងរបស់យើងមិនឲ្យទៅណាទេហើយប្រជាពលរដ្ឋរបស់យើងនឹងអាចតាំងទីលំនៅនៅក្នុងប្រទេសនៅក្រៅប្រទេសបាទហើយនៅក្រៅប្រទេសនឹងអាចត្រឡប់មកវិញបានគឺអត់មានការរារាំងឲ្យអ្នកនៅក្រៅប្រទេសមិនឲ្យចូលស្រុកទេបាទជាពិសេសគឺការរក្សាសិទ្ធិមិនឲ្យមានការរំលោភលើលំនៅឋាននិងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមមតិតាមសារទូរលេខទូរគមនាគមន៍និងតាមប្រព័ន្ធទូរស័ព្ទត្រូវបានធានាចំណុចនេះបានបញ្ជាក់ដែរហើយយើងបានជជែកគ្នាពីសិទ្ធិអំពីការការពារលំនៅឋានរបស់យើងហើយជាពិសេសការជជែកការពិភាក្សាគ្នាតាមប្រព័ន្ធនានាដែលបានកំណត់នៅក្នុងមាត្រា40នេះគឺត្រូវបានការពារដោយច្បាប់អត់មានណាម្នាក់ចេះតែលួចស្ដាប់របស់យើងស្ដាប់ការសារសងស្ដាប់លួចមើលសបុតរបស់យើងតាមចិត្តទេគឺរដ្ឋធម្មនុញ្ញមាត្រា40បានការពារខ្លាំងណាស់ការឆែកឆេរលំនៅឋានសម្ភារៈវត្ថុឬរូបរាងបុគ្គលត្រូវធ្វើឡើងស្របតាមបញ្ញត្តិច្បាប់តែប៉ុណ្ណោះចំណែកមាត្រា41ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មានសេរីភាពខាងបោះពុម្ពផ្សាយសេរីភាពខាងជួបជុំអញ្ចឹងនេះគឺជាការបញ្ជាក់អំពីសេរីភាពផ្សេងរបស់ពលរដ្ឋខ្មែរជនណាក៏ដោយក៏មិនអាចឃ្លាតប្រើសិទ្ធិនេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃបានដែរដល់ទំនៀមទម្លាប់ល្អរបស់សង្គមសណ្ដាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិបានឡើយទន្ទឹមជាមួយនឹងគ្នានឹងក៏បានបញ្ជាក់ដែររបបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់មួយនៅក្នុងនេះគឺបញ្ជាក់អំពីសិទ្ធិសេរីភាពរបស់យើងហើយក៏បញ្ជាក់ដែរថាការប្រើប្រាស់សិទ្ធិសេរីភាពរបស់យើងទៅបំពានសិទ្ធិសេរីភាពអ្នកដទៃគឺជាអំពើខុសច្បាប់បន្តទៅមាត្រា42បានបញ្ជាក់អំពីសិទ្ធិបង្កើតគណៈបកនយោបាយនិងបង្កើតសមាគមចំណុចនេះបានបញ្ជាក់ដែរថាយើងមានសិទ្ធិនៅក្នុងការបង្កើតគណៈបកនយោបាយចង់បង្កើតគណៈបកនយោបាយបង្កើតសមាគមអីយើងអាចបង្កើតបាននេះបញ្យងតាមមាត្រា42ដដែលនេះហើយពលរដ្ឋគ្រប់រូបអាចចូលរួមជាមួយនឹងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិនិងសណ្ដាប់ធ្នាប់សង្គមបានអត់បញ្ហាបន្តទៅមាត្រា43និយាយអំពីសិទ្ធិសេរីភាពខាងជំនឿយើងជឿទៅលើសាសនាអីក៏បានដែរបើទោះបីជានៅក្នុងមាត្រានេះបានជជែកថាព្រះពុទ្ធសាសនាគឺជាសាសនាបរិរដ្ឋក៏ដោយប៉ុន្តែសេរីភាពក្នុងជំនឿយើងអាចជឿបានទាំងអស់នៅសាសនាផ្សេងឬក៏ប្រតិបត្តិតាមលក្ខខណ្ឌសាសនាជំនឿផ្សេងប៉ុន្តែត្រូវធានាថានឹងមិនប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សាធារណៈឬក៏ប៉ះពាល់ទៅដល់សន្តិសុខសង្គមបាទបន្តទៅមាត្រា44បានចែងថាជនណាក៏ដោយទោះបីជាបុគ្គលក្តីឬក៏ជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិមានតែរូបវ័ន្តបុគ្គលនិងនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេដែលមានសិទ្ធិកាន់កាប់ជាកម្មសិទ្ធិករលើដីធ្លីបានអញ្ចឹងបញ្ជាក់អំពីរបបកម្មសិទ្ធិឯកជននៅក្នុងចំណុចនេះកម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារដោយច្បាប់ដែលនឹងដកហូតកម្មសិទ្ធិពីជនណាបានលុះត្រាណាដែលជាផលប្រយោជន៍សាធារណៈបើសិនជាផលប្រយោជន៍បុគ្គលគឺគេអត់អាចដកហូតទ្រព្យសម្បត្តិបុគ្គលណាបានទេគឺតែត្រូវតែជាផលប្រយោជន៍សាធារណៈទើបអាចដកហូតផលប្រយោជន៍ឬក៏កម្មសិទ្ធិរបស់បុគ្គលណាម្នាក់បានចំពោះសកម្មភាពតាក់ទងជាមួយនឹងការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងសិទ្ធិភេទត្រូវលុបបំបាត់ចោលបើយោងតាមមាត្រា45ហើយបានបន្តចែងទៀតថាការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់
បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាទៅលើគ្រប់វិស័យជាពិសេសនៅក្នុងអាពាហ៍ពិពាហ៍និងគ្រួសារអាពាហ៍ពិពាហ៍ត្រូវធ្វើឡើងតាមលក្ខខណ្ឌដែលបានចែងនៅក្នុងច្បាប់និងតាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយនៅក្នុងសហព័ន្ធរបស់ខ្មែរឬក៏នីតិគ្រួសាររបស់ខ្មែរយើងមានច្បាប់ឯកពន្ធភាពអញ្ចឹងសហព័ន្ធអាចមានតែប្តីមួយប្រពន្ធមួយទេអត់អាចមានសហព័ន្ធលើសពី2នាក់បានទេបាទអញ្ចឹងអត់អាចលើសពីប្តីមួយអត់អាចលើសពីប្រពន្ធមួយទេបើសិនជាសកម្មភាពផ្ទុយពីនេះគឺត្រូវបានចាត់ទុកជាអំពើខុសច្បាប់តទៅមាត្រា46អំពើជួញដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកបេសកកម្មនិងអំពើអាភិសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ហើយក៏ត្រូវហាមឃាត់មិនឲ្យមានការបញ្ឈប់ការងារពីនារីដោយមូលហេតុមានគរនារីមានសិទ្ធិឈប់សម្រាកនៅពេលដែលសម្រាលកូននិងទទួលបានប្រាក់បៀវត្សរ៍និងដោយមានការធានារក្សាសិទ្ធិអតិថិភាពនៅក្នុងការងារនិងអត្ថប្រយោជន៍សង្គមផងដែររដ្ឋនិងសង្គមយកចិត្តទុកដាក់នៅក្នុងការបង្កលក្ខណៈឲ្យនារីជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលនៅការឧបត្ថម្ភដើម្បីមានមុខរបរមានលទ្ធភាពព្យាបាលជំងឺឲ្យកូនទៅរៀននិងមានជីវភាពរស់នៅសមរម្យចំណែកនៅក្នុងមាត្រា47ក៏បានចែងដែរមាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សាកូននិងអប់រំកូនឲ្យបានល្អឲ្យក្លាយជាពលរដ្ឋល្អចំណែកកូនវិញមានករណីយកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាទៅតាមប្រពៃណីទំនៀមទម្លាប់បាទអញ្ចឹងឪពុកម្ដាយមានកាតព្វកិច្ចហ្មងត្រូវតែចិញ្ចឹមកូនមិនអាចបោះបង់កូនចោលបានទេដូចជាការបោះបង់កូនឬក៏ការបោះបង់គ្រួសារមានចែងនៅក្នុងក្រមព្រហ្មទណ្ឌដែរហើយកូនវិញត្រូវតែមានករណីយកិច្ចនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាឪពុកម្ដាយទៅតាមប្រពៃណីដែរតទៅមាត្រា48បានបញ្ជាក់ថារដ្ឋធានារក្សាការពារសិទ្ធិកុមារដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីកុមារជាពិសេសសិទ្ធិមានជីវិតរស់នៅសិទ្ធិទទួលបានការអប់រំរៀនសូត្រសិទ្ធិត្រូវបានទទួលការគាំពៀក្នុងស្ថានភាពមានសង្គ្រាមនិងការពារប្រឆាំងនឹងការធ្វើអាជីវកម្មសេដ្ឋកិច្ចកម្មគុណលើកុមាររដ្ឋគាំពៀប្រឆាំងនឹងការងារទាំងឡាយដែលធ្វើឲ្យខូចដល់ការអប់រំនិងការរៀនសូត្ររបស់កុមារឬក៏នាំឲ្យមានអន្តរាយដល់សុខភាពឬសុខុមាលភាពរបស់កុមារអញ្ចឹងនៅក្នុងមាត្រា48បាននិយាយអំពីការយកចិត្តទុកដាក់របស់រដ្ឋកម្ពុជាទាំងមូលចំពោះមុខការថែទាំនិងកិច្ចគាំពៀកុមារហើយតទៅមាត្រា49វិញគឺបាននិយាយអំពីប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់ដើម្បីធានានៅគោលការណ៍នីតិរដ្ឋអានឹងគឺបានចែងអញ្ចឹងហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិមាតុភូមិរបស់ខ្លួនអត់មាននរណាម្នាក់ហាមឃាត់មិនឲ្យពលរដ្ឋខ្មែរចូលរួមនៅក្នុងការកសាងសង្គមជាតិមាតុភូមិរបស់ខ្លួនបានទេបាទចំណែកនៅក្នុងមាត្រាចុងក្រោយបំផុតនៅក្នុងរដ្ឋធម្មនុញ្ញនៅក្នុងជំពូក3នេះគឺមាត្រា50បានចែងអំពីពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពគោលការណ៍អធិបតេយ្យជាតិនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបកជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នាត្រូវគោរពនៅទ្រព្យសម្បត្តិសាធារណៈនិងកម្មសិទ្ធិស្របច្បាប់របស់ឯកជនអញ្ចឹងបន្ទាប់ពីបានធ្វើការស្វែងយល់ទៅលើគ្រប់មាត្រានៃជំពូក3នៃរដ្ឋធម្មនុញ្ញខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់របស់យើងអាចធ្វើការស្វែងយល់អំពីសិទ្ធិនិងករណីកិច្ចរបស់ខ្លួនបន្ថែមទៀតអ្វីដែលបានចែងនៅទីនេះគឺបង្ហាញអំពីលក្ខណៈពិសេសអំពីការទទួលស្គាល់សិទ្ធិសំខាន់របស់ពលរដ្ឋដោយរដ្ឋធម្មនុញ្ញដែលចាត់ទុកទួលនីតិនិងសិទ្ធិរបស់ពលរដ្ឋកម្ពុជានឹងមានទួលនីតិយ៉ាងសំខាន់នៅក្នុងច្បាប់កម្ពុជារបស់ជាតិបើទោះបីជានៅក្នុងជំពូកនេះមិនអាចធ្វើការអត្ថាធិប្បាយលម្អិតប៉ុន្តែជាចំណុចសំខាន់ដែលធ្វើឲ្យយើងគ្រប់គ្នាអាចដឹងអំពីសិទ្ធិនិងករណីកិច្ចរបស់យើងហើយយើងអនុវត្តទៅបានល្អប្រសើរជាពិសេសយើងអាចចូលរួមចំណែកកសាងភាពសកម្មនៅក្នុងសង្គមការចូលរួមអភិវឌ្ឍជាតិមាតុភូមិរបស់យើងការចូលរួមគ្រប់វិស័យនៅក្នុងសង្គមជាតិរបស់យើងនឹងកាន់តែមានប្រសិទ្ធភាពប្រិយមិត្តអ្នកស្ដាប់ podcast ជាទីរាប់អាននៅក្នុងអេពីសូតនេះបានមកដល់ទីបញ្ចប់ខ្ញុំរំពឹងថាក្រោយពីប្រិយមិត្តអ្នកស្ដាប់បានធ្វើការស្ដាប់និងស្វែងយល់អំពីសិទ្ធិនិងករណីកិច្ចរបស់ពលរដ្ឋខ្មែរនៅក្នុងអេពីសូតនេះនឹងធ្វើឲ្យប្រិយមិត្តទាំងអស់គ្នាកាន់តែយល់អំពីសិទ្ធិនិងទួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋកម្ពុជាបន្ថែមទៀត
វិនាទីចុងក្រោយសូមអរគុណប្រិយមិត្តដែលបានស្ដាប់និងសនាប់នៅ podcast របស់យើងដែលមានពេលជាង20នាទីហើយនេះគឺជា podcast ដំបូងរបស់ខ្ញុំដែលបានធ្វើសេចក្តីអត្ថាធិប្បាយជាង20នាទីនៅក្នុង channel របស់យើងប៉ុន្តែយ៉ាងណាមិញវាគឺជាចំណេះដឹងដែលមិនមានដែនកំណត់វាគឺជាចំណេះដឹងដ៏សំខាន់របស់ពលរដ្ឋខ្មែរឲ្យកាន់តែយល់ឲ្យកាន់តែដឹងអំពីទួនាទីរបស់ខ្លួនដូច្នេះខ្ញុំសូមឧទ្ទិសនៅ podcast នេះជូនទៅដល់វីរៈបុរសរបស់យើងវីរៈជនរបស់យើងដែលបានចូលរួមស្ថាបនារដ្ឋធម្មនុញ្ញឆ្នាំ1993និងពលិកម្មដើម្បីផលប្រយោជន៍ជាតិមាតុភូមិរបស់យើងសូមអរគុណប្រិយមិត្តទាំងអស់គ្នាសូមជូនពរសុខភាពល្អសំណាងល្អសូមជម្រាបលាបាទ